អាវុធទី1ពេលនេះគឺថាកុំបែកបាក់គ្នាឯសោះប្រយ័ត្នណាប្រយ័ត្នតែគេបង្កើតអបគុំជាបច្ចុប្បន្នជាក្រុមដើម្បីឲ្យយើងបែកខ្ញែកគ្នាហើយធ្វើម៉េចជឿជាក់លើខ្មែរគ្នាឯងយើងគ្រប់គ្នាប្រកាសថាស្រឡាញ់ជាតិស្រឡាញ់ទឹកស្រឡាញ់ដីថ្នាក់ដឹកនាំប្រទេសក៏គេស្រឡាញ់អញ្ចឹងដែរព្រះមហាក្សត្រយើងក៏ព្រះអង្គស្រឡាញ់ជាងយើងទៅទៀតប៉ុន្តែនាវាណាយើងស្គាល់នាវាទេស្គាល់សំពៅទេវាមិនមែនបត់បានដូចកង់ទេយើងធាក់កង់យើងចង់បត់1ម៉ែត្រ2ម៉ែត្រក៏វាបានដែរប៉ុន្តែនាវាតែកាច់ខុសគឺក្លាប់ប្រទេសនេះមួយមុននឹងបត់មុននឹងមានទិសដៅទៅណាគេកំណត់ទុក5ឆ្នាំ10ឆ្នាំហើយគេបើកសន្សឹមបត់សន្សឹមទៅកាន់ផ្លូវពុកម៉ែបងប្អូនពេលខ្លះដែលយើងមិនបានសង្កេតឃើញថាពេលខ្លះគឺយើងមិនបានសង្កេតមើលតកតងទៅនឹងការនិមន្តរបស់ព្រះអង្គពុកម៉ែបងប្អូនយើងបាទការនិមន្តរបស់ព្រះអង្គពេលខ្លះគឺពុកម៉ែបងប្អូនដែលគាត់មិនចាប់អារម្មណ៍ស្មានតែមិនមែនព្រះអង្គបាទដូចវីដេអូនៅខាងក្រោយខ្ញុំបាទនេះចឹងពុកម៉ែបងប្អូនយើងបាទព្រះអង្គនិមន្តធម្មតាបែបសាមញ្ញចឹងហើយគឺពុកម៉ែបងប្អូនយើងគាត់សង្ស័យបាទគាត់សង្ស័យចឹងទៅគាត់ឃើញគាត់ស្គាល់បាទគាត់ក៏យកបាទទូរស័ព្ទហ្នឹងថតរូបបាទគឺព្រះអង្គនិមន្តថ្មើរជើងពុកម៉ែបងប្អូនយើងបាទតាមផ្លូវសាធារណៈចឹងហើយវីដេអូនេះមិនងាយមានទេពុកម៉ែបងប្អូនយើងមិនងាយបានឃើញទេបាទពិតជាយូរបានឃើញម្ដងបាទតែហេតុអ្វីបានជាព្រះអង្គបាននិមន្តថ្មើរជើងបាទទៅបាទចូលរួមកម្មវិធីពុកម៉ែបងប្អូនយើងពេលដែលគាត់បានជួបព្រះអង្គឃើញហើយគាត់ក៏បាទអង្គុយដើម្បីបាទថ្វាយបង្គំព្រះអង្គពីចម្ងាយចឹងទៅពុកម៉ែបងប្អូនយើងបាទនេះគឺជាវីដេអូបាទប្រវត្តិមានរបស់ព្រះអង្គបាទពុកម៉ែបងប្អូនយើងកម្រងវីដេអូដល់គួរជាទីជ្រះថ្លាបាទរាល់ថ្ងៃគឺព្រះអង្គបាទរវល់ខ្លាំងមែនទែនតែម្ដងតាក់ទងជាមួយនឹងកិច្ចការបាទសង្គមជាតិមួយបាទកំពុងតែវឹកវរណាពុកម៉ែបងប្អូនយើងបាទចឹងជារៀងរាល់ថ្ងៃបាទព្រះអង្គក៏បាទនិមន្តចេញចូលនៅបាទទីវត្តកសត់បាទជារៀងរាល់ថ្ងៃផងដែរពុកម៉ែបងប្អូនយើងបាទជាពិសេសនោះគឺវត្ថុទានដែលយកមកដើម្បីប្រគេនជូនវត្តគឺទីវត្តបាទកសត់កំពុងតែរៀបចំបាទយកបាទទៅជូនបងជួរមុខបាទជាបន្តផងដែរពុកម៉ែបងប្អូនយើងតាមទីកន្លែងផ្សេងចឹងទៅចឹងគឺពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយបាទជួយចែករំលែកម្នាក់មួយទាំងអស់គ្នាបាទពុកម៉ែបងប្អូនយើងបាទសូមឲ្យជួបតែសំណាងល្អបាទថ្ងៃប្រហោះថ្ងៃដល់បាទសុខចម្រើនថ្ងៃដែលមានលៀបមានជ័យសិរីមង្គលបាទខ្ញុំបាទក៏សូមប្រសិទ្ធពរជ័យជូនដល់ពុកម៉ែបងប្អូនយើងបងជួបមុខទាំងអស់ជាពិសេសពុកម៉ែបងប្អូនយើងជនពិសេសជួបតែក្តីសុខក្តីចម្រើនបាទរកស៊ីទទួលទានមានបានបាទផុតទុក្ខផុតភ័យផុតគ្រោះចង្រៃចាក់ឆ្ងាយតែម្ដងណាសូមឲ្យឆ្នាំចាស់រឿងដែលអាក្រក់ទាំងឡាយណាដែលកំពុងតែកើតមានឡើងនេះសូមឲ្យឆ្នាំថ្មីបាទរសាត់បាត់ទៅឲ្យអស់សូមឲ្យរឿងថ្មីល្អកើតមានឡើងនៅសង្គមជាតិយើងបាទមួយនេះផងណាពុកម៉ែបងប្អូនយើងបាទចឹងគឺខ្ញុំបាទមានតែវីដេអូខ្លីបាទចែករំលែកតែប៉ុណ្ណេះបាទខ្ញុំបាទក៏សូមអរគុណលោកឪពុកម្ដាយដែលតែតាមដានបាទរាល់បាទការចែករំលែករបស់ខ្ញុំបាទចេញទៅជារៀងរាល់ថ្ងៃផងដែរបាទលោកឪពុកម្ដាយដែលគាត់បានចូលរួមបាទកម្មវិធីកាលពីថ្ងៃទី22ខែ12ឆ្នាំ2025បាទកម្មវិធីមានរយៈពេល3ថ្ងៃពុកម៉ែបងប្អូនថ្ងៃទី20 21 22ណាពុកម៉ែបងប្អូនយើងអញ្ចឹងគឺថ្ងៃ21នោះគឺជាថ្ងៃដែលក្រុមប៉ូលីសលោកឪពុកម្ដាយពុទ្ធបរិស័ទទាំងអស់ជាពិសេសពុកម៉ែបងប្អូនយើងគាត់បានឆាតប្រាប់ខ្ញុំមកបាទជាច្រើនតាក់ទងជាមួយនឹងការជួបឆ្នាំនេះគឺគាត់បានឃើញប្រភពផ្ទាល់បាននៅចិត្តព្រះអង្គបានជួបជាពិសេសបានទទួលការប្រោះព្រំបាទត្រជាក់ត្រជុំបាទក្រៃលែងរំភើបចិត្តខ្លាំងណាស់ដោយសារគាត់មិននឹកស្មានថាបាននៅចិត្តព្រះអង្គបានជួបបាទជាពិសេស
បានទទួលការប្រោះព្រំពីព្រះអង្គផងនោះបាទគាត់សប្បាយចិត្តខ្លាំងមែនទែនតែម្ដងភាសាអ្វីគឺគាត់មិននឹកស្មានថាគាត់មានបាទភពសំណាងបានជួបព្រះអង្គអញ្ចឹងពុកម៉ែបងប្អូនតតែយើងមានកម្មវិធីធំទើបយើងបានជួបបានឃើញបាទព្រះអង្គមានរយៈពេលបាទយូរអញ្ចឹងតែពុកម៉ែបងប្អូនយើងបើសិនជាមិនមានបាទកម្មវិធីធំឬក៏មិនមានបុណ្យអ្វីទេគឺមិនងាយបានជួបព្រះអង្គទេបានឃើញតែតាមរយៈរូបភាពបានឃើញតែតាមរយៈការចែករំលែកបាទរបស់ខ្ញុំបានចែករំលែកចេញទៅតែប៉ុណ្ណោះណាពុកម៉ែបងប្អូនយើងគឺព្រះអង្គរាល់ថ្ងៃគឺរវល់ខ្លាំងណាស់បាទពុកម៉ែបងប្អូនយើងបាទរវល់ទី1នោះគឺជួយទៅដល់បងជួបមុខទី2នោះគឺជនភៀសសិតណាពុកម៉ែបងប្អូនយើងឥឡូវនឹងកំពុងតែភៀសសិតជាបន្តផងដែរនៅមិនទាន់បាទធូរស្បើយនៅឡើយទេអញ្ចឹងហើយនៅគិតច្រើនទៀតបាទពុកម៉ែបងប្អូនយើងអញ្ចឹងហើយសូមកម្លាំងសាមគ្គីទាំងអស់នេះត្រូវតែជួយគ្នាជាបន្តបន្ថែមទៀតពុកម៉ែបងប្អូនយើងដែលមានលទ្ធភាពជួយគឺជួយបន្ថែមទៀតដើម្បីបាទជាកម្លាំងដែលនៅពីក្រោយជួយទៅដល់បងដែលនៅពីមុខណាពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺសង្ឃឹមថាពុកម៉ែបងប្អូនយើងនៅតែជួយបន្តបាទជាពិសេសពុកម៉ែបងប្អូនយើងដែលគាត់ឆាតមកខ្ញុំបាទហ្នឹងគឺចង់បានអាវយ័ន្តមកពីព្រះអង្គចង់ឲ្យព្រះអង្គនឹងធ្វើទៅដល់ទៅឲ្យបាទបងជួបមុខទាំងអស់បាទពុកម៉ែបងប្អូនយើងគឺព្រះអង្គធ្វើទៅហើយណាពុកម៉ែបងប្អូនយើងក៏ប៉ុន្តែបាទបានគ្រប់គ្នាឬក៏យ៉ាងណានោះគឺមិនទាន់ដឹងទេណាពុកម៉ែបងប្អូនយើងក៏ប៉ុន្តែរឿងអស់ហ្នឹងគឺខ្ញុំបាទសូមមិនបញ្ជាក់ក៏សូមមិនបាទនិយាយអ្វីវែងឆ្ងាយដែរពុកម៉ែបងប្អូនយើងនេះព្រះអង្គលោកដឹងហើយតើព្រះអង្គគួរធ្វើបែបណាបាទព្រះអង្គគួរជួយតាមរបៀបណាគឺព្រះអង្គបាទលោកដឹងច្បាស់ខ្លាំងមែនទែនអញ្ចឹងខ្ញុំមិនធ្វើការអធិប្បាយរឿងនេះទេណាពុកម៉ែបងប្អូនយើងអញ្ចឹងគឺសូមអធិស្ឋានពុកម៉ែបងប្អូនផងដែលគាត់ស្នើមកខ្ញុំបាទច្រើនអញ្ចឹងគឺសង្ឃឹមថាបាទព្រះអង្គកំពុងតែស្វាត់ស្វែងជួយទៅដល់បងជួបមុខគ្រប់គ្នាដូចជាពុកម៉ែបងប្អូនយើងជួយភាសាផងដែរបាទពុកម៉ែបងប្អូនយើងបាទសូមអរគុណ